សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិចេញផ្សាយនៅថ្ងៃទី20 ខែកុម្ភៈនេះបានបញ្ជាក់ថាសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយត្រូវបានរដ្ឋសភាអនុម័តយល់ព្រមលើខ្លឹមសារទាំងមូលនៃសេចក្តីស្នើវិសោធនកម្មនេះហើយការអនុម័តដោយលើកដៃមានចំនួន66សំឡេងសុទ្ធសឹងតែអ្នកតំណាងរាស្ត្រមកពីកូតាគណៈបកប្រជាជនកម្ពុជាខណៈដែលតំណាងរាស្ត្រភាគតិចមកពីកូតាសង្គ្រោះជាតិបានធ្វើពហិការមិនចូលប្រជុំរដ្ឋសភាមាត្រាខ្លះត្រូវបានវិសោធនកម្មច្បាប់នេះបានដាក់បន្ទុកយ៉ាងធ្ងន់ទៅលើគណៈបកដែលមានប្រធានឬអនុប្រធានជាទណ្ឌិតមាត្រា18ថ្មីនៃសេចក្តីស្នើវិសោធនកម្មច្បាប់នេះបានកំណត់ដោយសង្កត់ធ្ងន់ថាប្រធានឬអនុប្រធាននិងសមាជិកនៃគណៈកម្មាធិការនយោបាយឬគណៈកម្មាធិការអចិន្ត្រៃយ៍ឬអង្គការសមមូលនិងគណៈកម្មការទាំងពីរនេះមិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋឬបទប្រឆាំងដោយគ្មានការព្យួរទោសឡើយមាត្រា18ថ្មីបានចែងទៀតថាក្នុងករណីគណៈបកបាត់បង់ប្រធានឬអនុប្រធានគណៈបកនយោបាយនោះត្រូវចាត់នីតិវិធីដើម្បីជំនួសប្រធានគណៈបកដែលបានបាត់បង់តួនាទីក្នុងរយៈពេល90ថ្ងៃគិតចាប់ពីថ្ងៃបាត់បង់តួនាទីនោះវិសោធនកម្មលើច្បាប់ស្តីពីគណៈបកនយោបាយត្រូវបានស្នើដោយក្រុមតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាចំនួន60រូបហើយបានចូលមកដល់សភាកាលពីថ្ងៃទី10ខែកុម្ភៈកន្លងទៅការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះត្រូវធ្វើឡើងបន្ទាប់ពីសម្ដេចតេជោហ៊ុនសែនបានស្នើឲ្យកំណត់លក្ខខណ្ឌតឹងរ៉ឹងជាងមុនសម្រាប់ច្បាប់ស្តីពីគណៈបកនយោបាយក្នុងនោះច្បាប់ថ្មីនេះនឹងមិនអនុញ្ញាតឲ្យអ្នកមានទោសឬទណ្ឌិតធ្វើជាប្រធានឬអនុប្រធានបកនយោបាយឡើយហើយបើទោសធ្ងន់ធ្ងរទៀតនោះអាចឈានដល់ការរំលាយបកនិងហាមឃាត់ថ្នាក់ដឹកនាំបកមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀតលោកទេពសុរាដែលជាពលរដ្ឋម្នាក់រស់នៅក្នុងខណ្ឌព្រៃភ្នៅជារាជធានីភ្នំពេញបានប្រាប់ថាចំពោះរឿងការធ្វើវិសោធនកម្មច្បាប់នេះល្អតែលោកហាក់មិនទាន់យល់ថាក្តៅអំពីផ្ដល់ផលវិជ្ជមានដល់អ្នកនយោបាយស្អត់ស្អំហើយនោះតើពលរដ្ឋនឹងទទួលបានផលប្រយោជន៍អ្វីពីច្បាប់នេះវិញដែរឬទេតាមពិតទៅរឿងពាក់ព័ន្ធនយោបាយខ្ញុំអត់សូវយល់ដែរណាប៉ុន្តែបើគិតថាការនយោបាយវាផ្ដល់ផលល្អដល់ប្រជាពលរដ្ឋអាហ្នឹងយល់ថាល្អអាវផ្ទៃមេឃសម្ពុតខ្មៅពាក់វ៉ែនតាចងសក់ទម្លាក់ក្រោយយើងអាចដឹងភ្លាមថាជានិស្សិតកញ្ញាសុកយ៉នជានិស្សិតឆ្នាំទី3ផ្នែកនីតិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចយល់ថាចំពោះការធ្វើវិសោធនកម្មច្បាប់នេះល្អបើសិនជាប្រធានគណៈបកនោះមានទោសធ្ងន់ធ្ងរតែនាងហាក់ចង់ឲ្យមានមាត្រាចែងថាបើប្រធានគណៈបកនយោបាយមានទោសស្រាលមិនគួរដល់ថ្នាក់រំលាយនោះទេគាត់ថាគួរតែមានការកំណត់ឲ្យច្បាស់លាស់ចំពោះថាគាត់បានប្រព្រឹត្តទោសថាលក្ខណៈថាបទល្មើសអីគេខ្លះបើសិនជាលក្ខណៈថាបទល្មើសនឹងធ្ងន់ធ្ងរយើងគួរតែមិនឲ្យគាត់ធ្វើជាប្រធានបកប៉ុន្តែបើសិនជាបទល្មើសលក្ខណៈថាការប្រព្រឹត្តគាត់ថាជាបទល្មើសទាក់ទងជាមួយនឹងនយោបាយអីជាការរិះគន់ផ្សេងវាតែនឹងមានកំហុសហើយលើកឡើងមិនខុសគ្នាប៉ុន្មាននោះដែរកំពុងអង្គុយលើម៉ូតូនៅម្ដុំលក់ពោតតាមផ្លូវជាតិលេខ5ក្នុងភូមិសាស្ត្រស្រុកពញាលឺខេត្តកណ្ដាលលោកវរីចត្រាគាត់បានប្រាប់ថានៅក្នុងស្រុកយើងនេះមានគណៈបកច្រើនគាត់មិនបានដឹងពីគោលនយោបាយរបស់បកនោះទេបើសិនមានត្រឹមតែ5ទៅ6បកនោះល្អអាចនឹងស្គាល់ឈ្មោះនិងគោលនយោបាយរបស់បកនិងមានភាពងាយស្រួលក្នុងការសម្រេចចិត្តបោះឆ្នោតគណៈបកនយោបាយស្រុកខ្មែរឈើទោះបីខ្ញុំក៏ស្គាល់អស់ដែរតែដោយគុណជាអាចនឹងលាយគណៈបកខ្លះមានត្រឹមតែ5ទៅ6គណៈបកទៅតែអាចកសាយវិញមានច្រើនពេកបងប្អូនជាពលរដ្ឋខ្លះខ្ញុំឯងក៏ស្គាល់ដឹងពីគោលការណ៍នៃការនយោបាយឈើសម្រាប់ប្រជាពលរដ្ឋនិងនិស្សិតបានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះច្បាប់នេះពួកគាត់យល់ថាច្បាប់នេះនឹងធ្វើឲ្យអ្នកនយោបាយនៅកម្ពុជាស្អាតស្អំនិងជាមនុស្សគំរូក្នុងការគោរពច្បាប់ដល់ពួកគាត់ឯអ្នកនយោបាយវិញបើតាម Facebook ផ្លូវការរបស់លោកសួនសេរីរដ្ឋាប្រធានគណៈបកអំណាចខ្មែរបានសរសេរថាខ្ញុំគាំទ្រច្បាប់ស្តីពីវិសោធនកម្មច្បាប់គណៈបកនយោបាយលោកសួនសេរីរដ្ឋាក៏បានរៀបរាប់ក្នុង Page បន្តទៀតថាកន្លងមកមានបុគ្គលនិងមនុស្សមួយចំនួនបាននាំគ្នាសុំបង្
កើតគណៈបកនយោបាយតាមមាត្រា6នៃច្បាប់ស្តីពីគណៈបកនយោបាយតែពួកគេគ្មានសមត្ថភាពបំពេញឯកសារសុំចុះបញ្ជីតាមមាត្រា20នៃច្បាប់នេះទេពួកគេគ្រាន់តែយកឈ្មោះថាបានសុំបង្កើតគណៈបកយកក្រដាស់សជនទៅធ្វើជាសកម្មភាពបោកបន្លំពលរដ្ឋចំណែកខាងគណៈបកប្រជាជនកម្ពុជាជាបកកំពុងកាន់អំណាចវិញតាមរយៈអ្នកនាំពាក្យគណៈបកឯកឧត្តមសុកអេសានបានបញ្ជាក់ថាខ្លឹមសារនៃការបង្កើតច្បាប់ស្តីពីគណៈបកនយោបាយមិនមានចេតនាចង់រំលាយបកនយោបាយណាមួយឡើយតែផ្ទុយទៅវិញច្បាប់នេះគឺដើម្បីការពារនិងទប់ស្កាត់នៅការប្រព្រឹត្តកំហុសរបស់អ្នកនយោបាយខ្លឹមសារនៃច្បាប់ស្តីពីគណៈបកនយោបាយធ្វើឡើងដើម្បីស្របតាមដំណាក់កាលនីមួយៗនៃសភាពបច្ចុប្បន្នដើម្បីការពារនិងទប់ស្កាត់នៅការប្រព្រឹត្តខុសច្បាប់របស់អ្នកនយោបាយមិនមានចេតនាចង់រំលាយបកនយោបាយណាមួយឡើយឯកឧត្តមក៏បានលើកឧទាហរណ៍ជាក់ស្ដែងពីករណីមេដឹកនាំគណៈបកប្រឆាំងដែលមានទោសបាត់សិទ្ធិជាពលរដ្ឋដូច្នេះគ្មានសិទ្ធិធ្វើជាប្រធានគណៈបកនយោបាយទេការដែលធ្វើវិសោធនកម្មច្បាប់នៃគណៈបកនយោបាយនេះគឺជាការជំនុំពលចាំបាច់របស់ប្រទេសជាតិពីព្រោះច្បាប់នេះវាកើតឡើងហួសសម័យខ្លះនៅចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងសភាពការថ្មីចឹងទេច្បាប់គឺតែងតែមានការធ្វើវិសោធនកម្មនឹងដើម្បីឲ្យវាស្របតាមសភាពការថ្មីនៃគណៈការនីមួយៗអានេះវាជាការចាំបាច់ឧទាហរណ៍ដូចករណីសំរងស៊ីគាត់ជាអ្នកទូរួចទៅហើយគាត់បាត់សិទ្ធិពលរដ្ឋហើយបាត់សិទ្ធិពលរដ្ឋហើយគាត់ជាលែងមានឋានៈជាពលរដ្ឋធម្មតាហើយអញ្ចឹងគាត់បាត់សិទ្ធិនយោបាយគាត់ធ្វើប្រធានគណៈបកនយោបាយមកការរំលាយបកឬមិនរំលាយបកនោះវាអាស្រ័យទៅលើទង្វើប្រព្រឹត្តកិច្ចនៃជាក់ស្ដែងរបស់គណៈបកនយោបាយទេក៏ប៉ុន្តែយើងដាក់ត្រៀមទុកឲ្យហើយទៅក្នុងខ្លឹមសារនៃច្បាប់ស្តីពីគណៈបកនយោបាយនេះមិនមែនមានចេតនាចង់រំលាយគណៈបកណាមួយទេក៏ប៉ុន្តែយើងបង្កើតច្បាប់ដើម្បីទប់ស្កាត់កុំឲ្យវាកើតទៅនៅបាតុភិបទាំងឡាយដែលឈានទៅដល់ការរំលាយជាមួយគ្នានេះដែរអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំចំពោះគណៈបកប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មច្បាប់គណៈបកនយោបាយនេះគឺមានចេតនារក្សាសុខសន្តិភាពនៅក្នុងសង្គមនិងទប់ស្កាត់នៅការប្រព្រឹត្តខុសច្បាប់របស់មេបកនយោបាយតែប៉ុណ្ណោះចំពោះប្រយោជន៍របស់គណៈបកប្រជាជនកម្ពុជាវិញមិនអាចបាត់បង់ទេមានតែកើនឡើងព្រោះកម្ពុជាមានការអភិវឌ្ឍទៅមុខជានិច្ចពេលដល់សាធារណជនកុំឲ្យយល់ច្រឡំចេតនារបស់គណៈបកប្រជាជនក៏ដូចជាប្រមុខរាជរដ្ឋាភិបាលគឺចេតនាល្អទេដើម្បីបង្កើតដំណាវមាត្រានៅក្នុងច្បាប់ស្តីពីគណៈបកនយោបាយនឹងដើម្បីទប់ស្កាត់កុំឲ្យមេបកនឹងគឺថាធ្វើអ្វីខុសច្បាប់ទៅប៉ុណ្ណឹងទេដើម្បីរក្សាសុខដុមនីយកម្មនៅក្នុងសង្គមកម្ពុជាយើងតែបើអ្នកណាល្មើសច្បាប់អានឹងរឿងខ្លួនឯងកុំបន្ទោសអ្នកដទៃហ្នឹងក្រោយពីក្រុមអ្នកតំណាងរាស្ត្របានធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនេះរួចរាល់នៅរដ្ឋសភាមកអ្នកនាំពាក្យនឹងជាអគ្គលេខាធិការរដ្ឋសភាបានចេញមុខធ្វើសន្និសីទកាសែតពាក់ព័ន្ធនឹងការអនុម័តច្បាប់នេះទោះយ៉ាងណាតំណាងរាស្ត្រសង្គ្រោះជាតិបានធ្វើពហិការនិងបានចោទប្រកាន់តំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាថាការធ្វើវិសោធនកម្មច្បាប់នេះដើម្បីដាក់គំនាបខ្លួនតែខាងតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាយល់ថាដើម្បីការពារផលប្រយោជន៍ប្រជាជាតិទាំងមូលតែប៉ុណ្ណោះអ្នកនាំពាក្យរដ្ឋសភាឯកឧត្តមលេងពេញឡុងប្រាប់ថាច្បាប់នេះដើម្បីគ្រប់គ្រងគណៈបកនយោបាយនៅកម្ពុជាមិនមែនធ្វើសម្រាប់តែគណៈបកសង្គ្រោះជាតិនោះទេហើយសង្គមប្រជាធិបតេយ្យបកមានសម្លេងច្រើនមានសិទ្ធិស្នើច្បាប់និងអនុម័តច្បាប់នានាតាមផ្លូវរដ្ឋធម្មនុញ្ញបានចាត់ចែងដូច្នេះហើយច្បាប់នេះមិនមែនធ្វើសម្រាប់គណៈបកណាមួយទេគឺធ្វើទាំងអស់ហើយមិនមែនអនុវត្តតែពេលនោះទេសេចក្តីស្នើច្បាប់នេះគឺធ្វើតាមត្រឹមត្រូវតាមលក្ខណៈប្រជាធិបតេយ្យគឺថាគណៈបកអ្នកដែលស្នើនេះគឺថាគណៈបកកណ្ដាលដែលស្នើនេះគឺស្នើឲ្យធ្វើទៅតាមលក្ខណៈប្រជាធិបតេយ្យហើយសម្រាប់អនុវត្តទាំងអស់គ្នានៅប្រទេសណាក៏គេធ្វើចឹងដែរមិននៅប្រទេសកម្ពុជាទេគិតមកដល់ល្ងាចថ្ងៃអង្គារនេះវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនេះត្រូវបានព្រឹទ្ធសភាប្រជុំពិនិត្យដើម្បីអនុម័តមុនបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីបញ្ជាក់ពីធម្មនុញ្ញភាពនៃច្បាប់នេះច្បាប់ស្តីពីគណៈបកនយោបាយចាស់មាន11ជំពូកនិង45មាត្រារីឯការធ្វើវិសោធនកម្មច្បាប់នេះគឺមាត្រាដែលត្រូវធ្វើវិសោធនកម្មមានចំនួន23មាត្រាក្នុងចំណោម45
45មាត្រាដើម្បីឲ្យស្របតាមសភាពការជាក់ស្ដែងរបស់ប្រទេសជាតិដែលមានការរីកចម្រើននាពេលបច្ចុប្បន្នច្បាប់ស្ដីពីគណៈបកនយោបាយចាស់មាន11ជំពូក45មាត្រាត្រូវបានក្រុមអ្នកច្បាប់ធ្វើវិសោធនកម្ម23មាត្រានិងបន្ថែមមាត្រាថ្មីចំនួន5ទៀតដូចនេះសេចក្តីព្រាងច្បាប់ត្រូវដាក់ឲ្យសភាធ្វើវិសោធនកម្មមានចំនួន50មាត្រានិង11ជំពូកប្រវត្តិនៃច្បាប់ស្ដីពីគណៈបកនយោបាយត្រូវបានរដ្ឋសភាជាតិអនុម័តបង្កើតតាំងពីឆ្នាំ1997មកដល់ពេលនេះមានរយៈពេល20ឆ្នាំហើយច្បាប់នេះគេហៅថាហួសសម័យដែលច្បាប់នោះមានការខ្វះចន្លោះលើចំណុចខ្លះដែលត្រូវធ្វើវិសោធនកម្មដើម្បីឲ្យវាសមស្របតាមសភាពការថ្មីនៃរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបកជាមួយគ្នានេះដែរសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រមុខដឹកនាំគណៈបកប្រជាជនកម្ពុជាបានស្នើឲ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុនសម្រាប់ច្បាប់ស្ដីពីគណៈបកនយោបាយថ្មីនេះនិងមិនអនុញ្ញាតឲ្យអ្នកមានទោសឬជាទណ្ឌិតធ្វើជាប្រធានឬអនុប្រធានគណៈបកនយោបាយឡើយហើយបើទោសធ្ងន់ធ្ងរទៀតនោះអាចឈានដល់ការរំលាយគណៈបកនិងហាមឃាត់ថ្នាក់ដឹកនាំបកមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀតផង